ខ្យល់បបោកមកពីទិសដើរខាងណាទៅផ្លូវដេកផ្លូវមួយនេះខ្ញុំដើរតែម្នាក់ឯងការចាប់ផ្ដើមមើលទៅដោយអង្ចាប្រាថ្នាឲ្យដល់ថ្ងៃមុខស្រាប់តែពេលនេះបេះដូងរំអុកធ្វើឲ្យគេបានកិច្ចតាផ្លាំងបដូរមិនដូចមុនឈឺពេលខ្ញុំប្រាប់ថាខ្ញុំឈឺពេកធ្វើមិនលឺរឿងដែលអក្រក់លាក់បាំងក៏ហងរូបខ្ញុំរហូតមកតើខ្ញុំហួសព្រំដែនហើយមែនទេខ្ញុំសូមអង្គមើលគេទាំងដៃគេនោះកំពុងក្បត់ខ្ញុំធ្វើនេះហើយដោយកំសត់ក្រុមយ៉ាងអាចសន្មត់ថាតាំងខ្សោជាមនុស្សស្រីម្នាក់ដែលធ្លាប់រឹងមាំចង់ក្រែខ្លាចជាឈ្នួនកំដោអារម្មណ៍ស្នេហាមិនថិនថាមួយគ្រាគ្មានថ្ងៃនឹងអញជានេះព្រោះពុំងារជាអ្នកមានថ្មីដងហើមផ្សាំដល់បេះដូងរងនៅតែឈឺចាប់ឡើងតតាំងថារឿងទាំងអស់នោះគ្រាន់តែលេងសើចគេហាក់ដូចគ្មានធម៌មេត្តាសន្យាបានត្រឹមតែមាត់ចង់ប្រាប់ខ្ញុំនៅតែជាអ្នកខាត់ជាមួយទឹកភ្នែកស្រង់ហូរមកយ៉ាងរលឹងឈឺពេលខ្ញុំប្រាប់ថាខ្ញុំឈឺគេធ្វើមិនលឺវាគឺរឿងដែលអក្រក់លាក់បាំងក៏ហងរូបខ្ញុំរហូតមកតើខ្ញុំហួសព្រំដែនហើយមែនទេខ្ញុំសូមអង្គមើលគេទាំងដែលគេនោះកំពុងក្បត់ខ្ញុំធ្វើនេះហើយដោយកំសត់ក្រុមយ៉ាងអាចសន្មត់ថាតាំងខ្សោជាមនុស្សស្រីម្នាក់ដែលធ្លាប់រឹងមាំចង់ក្រែខ្លាចជាឈ្នួនកំដោអារម្មណ៍ស្នេហាមិនថិនថាមួយគ្រាគ្មានថ្ងៃដែលអញជានេះព្រោះពុំងារជាអ្នកមានថ្មីជាមនុស្សស្រីម្នាក់ដែលធ្លាប់រឹងមាំចង់ក្រែខ្លាចជាឈ្នួនកំដោអា